បានថ្ងៃនេះគឺមានការបែកញែកតវ៉ាមែនតែនរឿងតាក់ទងជាមួយនឹងកញ្ចប់ទូចតម្លៃអីផ្សេងៗអញ្ចឹងណាប៉ុន្តែមកមីចង់ឲ្យអ្នកនាយល់ថានៅពីក្រោយខ្នងកញ្ចប់មួយហ្នឹងគឺមានរឿងរ៉ាវជាច្រើនដែលមកមីត្រូវតស៊ូលះបង់ពេលខ្លះធ្វើដល់ដាច់យប់គ្រាន់តែចង់ឲ្យបិទផលមួយហ្នឹងបានជោគជ័យបានសម្រេចពេលខ្លះធ្វើលោតភ្លើងពេលខ្លះធ្វើការតេស្តហ្នឹងខូចដល់រាប់រយកញ្ចប់អាចក្បែរពាន់កញ្ចប់ក៏មានដែរនៅពេលដែលឃើញអញ្ចឹងណាពេលខ្លះចង់អស់កម្លាំងចិត្តអញ្ចឹងអ្វីដែលសំខាន់នេះគឺកម្លាំងចិត្តរបស់បងប្អូនទាំងអស់គ្នាដែលយល់ពីតម្លៃនៃការខិតខំប្រឹងប្រែងជាមួយនឹងកញ្ចប់តូចមួយហ្នឹងហើយមួយទៀតណានៅពីក្រោយខ្នងគ្រឿងសមុទ្រកញ្ចប់តូចបែបហ្នឹងណាវាមិនមែនធម្មតាជាម៉ាស៊ីនមួយមុខទេគឺវានៅពីក្រោយមនុស្សដែលខិតខំប្រឹងប្រែងជាច្រើនទឹកចិត្តបេះដូងដាក់ចិត្តដាក់កាយគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាឲ្យផលិតផលនេះសម្រេចដោយភាពជោគជ័យដូច្នេះបងប្អូនអរគ្នាសូមឲ្យបន្តការគាំទ្រដោយអធ្យាស្រ័យនិងយោគយល់ចំពោះ Mami Seafood